អតីតតំបន់យោធាស្នាក់នៅណាំសាបមកកន្លែងនេះគឺអត់សូវមានអ្នកស្គាល់ទេហើយបច្ចុប្បន្ននេះគឺសបូមីនដែលសេសសល់តាំងពីសម័យសង្គ្រាមច្រើនខ្លាំងមែនទែនហ្មងបងប្អូនសូម្បីតែនៅលើកំពូលភ្នំក៏មានស្លាកសញ្ញាមីនដែរអតីតតំបន់ណាំសាបដែលកន្លែងយោធាស្នាក់នៅពីមុនណាបច្ចុប្បន្ននេះគឺបងប្អូនប្រជាពលរដ្ឋកសិករយើងគាត់បានធ្វើជាកន្លែងចំការដាំដំណាំអីផ្សេងៗអស់ទៅហើយដូចជាដលងពោតអីចឹងទៅតែដែលឡៃកូនភ្នំតូចមួយនេះគឺបែរជាសបូមីនទៅវិញបងប្អូនបានន័យថាស៊ីម៉ាគាត់បានរកឃើញមីនហើយដាក់ប៉ាយនៅកន្លែងហ្នឹងច្រើនមែនទែនបងប្អូនឃើញសុទ្ធតែជាស្លាកសញ្ញាមីនទាំងអស់ហើយក្នុងពេលបច្ចុប្បន្ននេះតាមដែលអ្នកភូមិអ្នកស្រុកគាត់និយាយថាស៊ីម៉ាក់គឺគេកំពុងតែធ្វើការដោះមីនជាប្រចាំរាល់ថ្ងៃអីចឹងណាបងប្អូនហើយតាមផ្លូវអស់ហ្នឹងគឺគេដើរចូលរួចទេណាបងប្អូនគេដាក់សញ្ញាមីនប៉ុន្តែវាមានមីនទេតាមប្រឡោះហ្នឹងហើយបើយើងហ៊ានទៅដើរចូលដល់ខាងក្នុងទៀតអាចនឹងមានមីនអីចឹងណាបងប្អូនប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំអត់ហ៊ានចូលមកបងប្អូនគ្រាន់តែមើលផ្លូវឃើញផ្លូវសនាមគេជីគេដើរខ្ញុំចែកឆ្ងល់ថាចេះអីគេចូលបានដែរអីបើមានប្រងព្រាតចឹងនេះអាចជាសនាមម៉ូតូឬក៏សនាមដានជើងដែលក្រុមស៊ីម៉ាក់គាត់ដើរដើម្បីទៅដោះមីននេះចឹងណាប៉ុន្តែខ្ញុំអត់ច្បាស់ថាជាស្នាមជើងឬក៏ស្នាមម៉ូតូរបស់ប្រជាពលរដ្ឋនៅនឹងឬមួយក៏ជារបស់ស៊ីម៉ាក់ទេបើសិនជាមានបងប្អូនអ្នកនៅតំបន់នឹងបានដឹងជួយ comment តបត្រឡប់ប្រាប់មកខ្ញុំវិញផងហើយចំពោះតំបន់ណាំសាបនេះគឺកើតឡើងតាំងពីសម័យសង្គ្រាមចន្លោះឆ្នាំពី79ឡើងមករហូតដល់ឆ្នាំ90អីចឹងណាបងប្អូននឹងគ្រាន់តែប្រហែលទេវាមិនមែនជាពណ៌ដែលមានច្បាស់លាស់អីដែលខ្ញុំបានស្រាវជ្រាវឃើញទេបងប្អូនគ្រាន់តែប្រហែលដែលខ្ញុំបានសួរអ្នកស្រុកអ្នកភូមិគាត់នៅនឹងចឹងណាបើសិនជាអ៊ំណាដែលគាត់បានធ្លាប់ស្នាក់នៅតំបន់ហ្នឹងចាំជួយ comment ប្រាប់ខ្ញុំផងដោយសារតែខ្ញុំចង់ឃើញមកម្យ៉ាងទៀតបើសិនជាអ៊ំគាត់ធ្លាប់ស្នាក់នៅនឹងផ្ទាល់តែម្ដងគាត់អាចនឹងដឹងព័ត៌មានកាន់តែច្បាស់អីចឹងទៅតែបច្ចុប្បន្នផ្លូវហ្នឹងគឺមានផ្លូវកស៊ូទេណាបងប្អូននៅខៀនភ្នំហ្នឹងគឺគេធ្វើផ្លូវកស៊ូឡើងស្អាតហ្មងហើយបើយើងសន្លឹងមើលអញ្ចឹងវិញបងប្អូននិយាយពីថាស្លាកសញ្ញាមីនប្រងព្រាតហ្មងនិយាយទៅគ្រាន់តែឃើញក៏ព្រឺក្បាលដែរមានអារម្មណ៍ថាអូយបើហ៊ានទៅដើរចូលទៅមិនដឹងថាផ្ទុះខ្លាំងមិនទេតែមីននៅពេលដែលវានៅដាច់ដោយឡែកលើភ្នំអញ្ចឹងគឺវាអត់សូវមានបញ្ហាអីទេប៉ុន្តែចំពោះមីននៅតាមចំការបងប្អូនអ្វីដែលខ្ញុំឆ្ងល់ជាងគេបំផុតណាបងប្អូនអ្នកចំការយើងគាត់បើកយន្តបើកអត្រាព្យួរចោះព្យួរឡើងរាល់ឆ្នាំប៉ុន្តែអត់ដែលមានបញ្ហាផ្ទុះអីទេស្រាប់តែឆ្នាំមួយនោះគាត់បើកទៅស្រាប់តែវាផ្ទុះបងប្អូនអាចប្រហែលជាប្រភេទមីនតោននេះអញ្ចឹងណាបងប្អូនដូចករណីមួយនេះអញ្ចឹងគឺប្រភេទគ្រាប់មីនផ្កាច័ន្ទនៅខាងលើហើយគ្រាប់មីនតោននៅខាងក្រោមដល់ពេលអញ្ចឹងបងប្អូនកសិករយើងគឺគាត់ពិតជាប្រថុយនឹងគ្រោះថ្នាក់មែនទែនដោយសារតែរាល់ឆ្នាំមកគឺគាត់បើកអត់ដែលប៉ះទេប៉ុន្តែដល់ពេលចៃដន្យនេះឆ្នាំនោះដូចថាវាដល់ពេលដែលត្រូវប៉ះជាមួយនឹងគ្រាប់មីនណាបងប្អូនដូចថាដីវាសឹកផងអីផងអញ្ចឹងណាហើយប៉ះជាមួយនឹងគ្រាប់មីនហើយក៏បណ្ដាលឲ្យផ្ទុះអ្នកខ្លះទៀតរហូតដល់បាត់បង់ជីវិតពីការដៃពីការជើងអីអញ្ចឹងណាបងប្អូនពិតជាប្រថុយនឹងគ្រោះថ្នាក់ខ្លាំងមែនទែនហើយចំពោះតាំងអតីតដែលយោធាធ្លាប់ស្នាក់នៅមកកន្លែងនេះគឺនៅក្នុងស្រុកសំពើលូនខេត្តបាត់ដំបងយើងនេះឯងបងប្អូននៅខាងមជួរតំបន់ត្រាវជូហើយក៏ដូចជាតំបន់ណាមសាបនេះផងដែរគឺនៅចិត្តគ្នាទេបងប្អូនអត់ឆ្ងាយពីគ្នាប្រហែលទេប៉ុន្តែនៅតំបន់មជួរអស់ហ្នឹងគឺជាកន្លែងដែលនៅមជួរព្រំដែនខ្មែរថៃដូចគ្នាកាលពីមុនយោធាគាត់ធ្លាប់ស្នាក់នៅនឹងប្រហែលជាគេមានសាងសង់ផ្ទះដើម្បីរស់នៅជាជួរហាក់បីដូចជានៅជំរំដែរផងក៏មិនដឹងបងប្អូនដោយសារតែខ្ញុំធ្លាប់ឃើញតែរូបភាពនៅក្នុងជំរំអត់ដែលបានឃើញរូបភាពពេលដែលយោធាស្នាក់នៅអីទេអញ្ចឹងបើសិនជាមានបងប្អូនណាដែលមានរូបភាពការយោធាគាត់ស្នាក់នៅឬមួយក៏រូបភាពជំរំចាស់អីផ្សេងៗចាំបងប្អូនជួយទម្លាក់ក្នុង comment ផងដើម្បីឲ្យខ្ញុំបានឃើញដែរចាអរគុណ